បើសិនជាបងប្អូនជាគ្រូបង្រៀនប្រើប្រាស់ Canva ពិតជាស័ក្តិសមដោយសារតែ Canva គឺជា tool មួយដែលប្រើប្រាស់បានច្រើនមែនទែនទីមួយអ្វីដែលសំខាន់ជាគ្រូបង្រៀននឹងតែត្រូវការប្រើ slide presentation ហើយនៅក្នុងការដែលប្រើប្រាស់ slide presentation ហ្នឹងគឺវាមានប្រភេទច្រើនទៀតអញ្ចឹងបើសិនជាខ្ញុំ search ថា slide presentation នៅក្នុងនេះមាន template ច្រើនជាលក្ខណៈ presentation project ជាលក្ខណៈ education បរិញ្ញាបត្រឬក៏ជាធ្វើ proposal អីគឺយើងអាចធ្វើនៅក្នុងនោះបានអញ្ចឹងបើសិនជាយើង specific ទៅលើថា presentation education ដូចជាបរិញ្ញាបត្រអញ្ចឹងណាខ្ញុំនឹង search ឲ្យមើលតើវាមាន template អីច្រើនអត់នេះដូចជា daily agenda គេមាន children world ហើយនៅក្នុង slide ហ្នឹងក៏វាជាប្រភេទ game ដែរក៏មាន game ធ្វើ game ឲ្យសិស្សលេងអញ្ចឹងណានេះអ្នកគ្នាយើង what would you choose នៅក្នុងនេះគេមាន game ហើយ game មានតិចទេអញ្ចឹងយើងអាចធ្វើ quiz នៅក្នុង slide ហ្នឹងបាននេះគេមាន game ដែរយើងសាក play អញ្ចឹងអានេះ play game with animal នេះ what animal is it សត្វអីទៅសត្វស្អីគេនេះខ្ញុំមិនស្គាល់ទេនេះអញ្ចឹងការប្រើប្រាស់ slide យើងធ្វើបានច្រើនបរិយាមេរៀនក៏តាម slide លេង game នេះក៏តាម slide នោះបានដែរអ្នកគ្នាចឹងបន្ទាប់ពីហ្នឹងហើយអ្នកគ្នាអាចធ្វើ slide ហើយបន្ទាប់មកក៏អាចធ្វើជា quiz ដែរនេះ quiz ចង់ប្រភេទกระดาษបញ្ឈរក៏បានជា pop quiz អីរបៀបចឹងក៏បានយល់ទៅវាមានទម្រង់វាមានខ្សែច្រើនអញ្ចឹងអ្នកទាំងអស់គ្នាក៏អាចធ្វើ quiz បានដែរអូខេតោះមកយើងធ្វើ flashcard មានទាំង flashcard ទៀត flashcard នេះ alphabet flashcard អីចឹងយើង detail មកអ្នកទាំងអស់គ្នាណា flashcard ហើយក៏មានជា newspaper ចង់ធ្វើរបៀបទម្រង់កាសែតអីចេះក៏មានដែរមានអីទៀត sticker យើងឆ្នៃយើងធ្វើ sticker អ្នកគ្នាហើយនេះវាស្តៀង sticker logo ហ្នឹងអ្នកគ្នាធ្វើអត់ហ្នឹងកាតសិស្ស student កាត student កាតសិស្សក៏ធ្វើក្នុងនេះបានដែរអូខេហើយមាន notebook មានអត់អ្នកទាំងអស់គ្នាធ្វើ notebook នៅក្នុងនេះក៏បានធ្វើអីទៀតbookmark អានេះគាត់ទៅ search ណាអ្នកទាំងអស់គ្នាដឹងថាក្នុងនេះវាមានអីគេខ្លះនេះ bookmark នេះយើងអាច edit បានអូខេមានអីទៀតដាក់ education មកមានអីទៀតមាន slide មាន bookmark មានសភៅ poster អ្នកក៏អាចធ្វើ chat brainstorm ជាមួយសិស្សនៅពេលដែលអ្នកទាំងអស់គ្នា chat ធ្វើ brainstorm អ្នកគ្នាយើងធ្វើចេះយើង brainstorm មួយសិស្សទៅយើងយកអាហ្នឹងមក design chat យើងធ្វើ chat អីរបៀបចឹង board ធ្វើ board ក៏បានដែរអ្នកគ្នា